បាយក្ដាំងអានេះចង់ឲ្យបងប្អូនអំពីបាយក្ដាំងដែលយើងដាំឆ្នាំងខ្ទះសម្រាប់កម្មវិធីបុណ្យបន្ទាប់ពីយើងដាំឆ្អិនហើយយើងដួសដាក់ធុងឲ្យសល់បាត់ខ្ទះគឺមានក្ដាំងឈ្ងុយឆ្ងាញ់ហើយស្រួយល្អទៀតកាលពី2 ទៅ 3 ថ្ងៃមុនខ្ញុំបានចូលរួមកម្មវិធីបុណ្យសពរបស់អ៊ំស្រីនៅក្នុងភូមិហើយក៏បានថតយកសកម្មភាពអ៊ំប្រុសគាត់ជំនាញខាងដាំបាយខ្ទះសម្រាប់កម្មវិធីបុណ្យមិនថាកម្មវិធីបុណ្យឬកម្មវិធីជប់លៀងឬកម្មវិធីអីផ្សេងទៀតដែលមានសមាជិកឬអ្នកចូលរួមច្រើនគឺយើងដាំសុទ្ធតែឆ្នាំងខ្ទះកម្មវិធីមួយមិនមែនដាំមកខ្ទះគ្រប់ទេបងប្អូនជួនកាលអាច2ខ្ទះ3ខ្ទះបើមានអ្នកចូលរួមរាប់រយនាក់អាចចូលទៅ3 4ខ្ទះក៏មានដែរយើងធ្លាប់ទៅចូលរួមកម្មវិធីបុណ្យអីផ្សេងបន្ទាប់ពីយើងចូលបុណ្យហើយយើងអង្គុយហូបអីប៉ុន្តែយើងអត់បានមកក្បែររោងចុងភៅឬក្បែររោងចង្ក្រានចានឆ្នាំងដែលគាត់អ្នកដាំអ្នកស្លឬក៏អ្នកជាពិសេសគឺអ្នកដាំបាយយើងគ្រប់គ្នាធ្លាប់តែដាំបាយលក្ខណៈគ្រួសារឆ្នាំងតូចឬដាំបាយឆ្នាំងអគ្គិសនីដាំបានឆ្អិនប៉ុន្តែបើដាំបាយឆ្នាំងខ្ទះបើសិនតែយើងអត់មានចំណេះច្បាស់លាស់ក្នុងការដាំទេគឺយើងដាំមិនបានឆ្អិនហើយណាមួយអាចបាយឆៅឬក៏ខ្លោចឆ្នាំងទៀតក៏មានដែរហើយនេះជាសកម្មភាពរបស់បងនិងល្អអ៊ំគាត់ជំនាញខាងដាំបាយខ្ញុំចាប់ចែកជូនបងប្អូនទេសនាហើយអ្នកភូមិនេះចេះជួយគ្នាណាបងប្អូនចេះសាមគ្គីជួយគ្នាពឹងពាក់បអ្នកអាស្រ័យពឹងពោឲ្យជួយរោនេះធ្វើនោះជាពិសេសគឺកម្មវិធីបុណ្យសពដូចជាក់ស្ដែងកម្មវិធីបុណ្យអ៊ំស្រីរបស់ខ្ញុំបាននេះគឺស្ថិតនៅក្នុងភូមិថ្នល់សង្កាត់រុនត្អែកកាលពី2 ថ្ងៃមុននេះគឺខ្ញុំឃើញសកម្មភាពរបស់ពួកគាត់ចេះជួយសាមគ្គីគ្នាបានល្អហើយពួកគាត់សិតតែមានការងារដែលត្រូវបំពេញរៀងខ្លួនដូចបងប្អូនឃើញស្រាប់ហើយមួយរយៈនេះគឺដល់ខែស្រូវទុំហើយស្រូវគាត់ទុំតាមគ្រួសារគឺទុំតាមវាស្រែរៀងខ្លួនប៉ុន្តែដោយសារតែឃើញអ៊ំស្រីគាត់ទទួលមរណភាពក្នុងភូមិអញ្ចឹងគាត់ចិត្តទុកការងារគាត់ចូលដើម្បីមកជួយធ្វើនេះធ្វើនោះហើយចេះចែកម្លែកសាមគ្គីគ្នាបានល្អណាបងប្អូនសូមសរសើរបងប្អូនអ្នកភូមិហើយនេះជាបាយក្ដាំងហើយអ៊ំគាត់មានឧបករណ៍សម្ភារៈគាត់សម្រាប់ឈូសបាយក្ដាំងពីឆ្នាំងខ្ទះគាត់មានដងឈើមួយហើយគាត់មានផ្លែដែកសម្រាប់គាត់ជោគគាត់សោកពីក្រោមដើម្បីឲ្យបាយក្ដាំងវាលបកចេញពីឆ្នាំងណាបងប្អូនឲ្យស្រួយមិនថាចាស់មិនថាក្មេងគឺចូលចិត្តណាបាយក្ដាំងនេះលក្ខណៈដូចជាអាហារសម្រន់ទេបងប្អូនសម្រាប់បងស្រីគាត់ជួយចិត្តបន្លែឬក៏ជួយការងារចុងភោតនេដៃក៏យើងអង្គុយតេះបាយក្ដាំងលេងក៏ដូចជាបងដែលជួយជញ្ជូនអស់ជួយរត់តុបំរើភ្ញៀវជួយដាំទឹកឆុងកាហ្វេឆុងទឹកតែឲ្យតាអាចារ្យដូនជីនៅក្នុងកម្មវិធីបុណ្យពេលពួកគាត់តនេដៃក៏គាត់អង្គុយហូបបាយក្ដាំងលេងហើយនេះគឺជាវេកសម្រាប់ដួសបាយធ្វើអំពីឈើធំល្អជោគបានច្រើនទៀតងាយស្រួលសម្រាប់គាត់ជោគបាយចេញពីឆ្នាំងខ្ទះហើយសរសើរអ៊ំប្រុសប៉ាកែដាំបាយហើយប៉ាកែធ្វើវេកសម្រាប់ដួសបាយគឺធ្វើអំពីឈើធំល្អសូមអធិស្ឋានបងប្អូនវេកដួសបាយនេះពេលថតទៅរៀងជាប់បាយបន្តិចហើយដោយសារតែយើងអត់បានលាងហើយក៏គាត់ចង់ចាប់សកម្មភាពដើម្បីឲ្យបងប្អូនបានទស្សនាហើយនេះគឺគាត់ប្រកាសភ្លើងចក្រានថ្មីដើម្បីដាំបាយបន្ថែមទៀតដើម្បីដាំឆ្នាំងខ្ទះថ្មីបងប្អូនអរគុណដែលបានទស្សនា